ចង់ចែកពីរបៀបធ្វើ animate ប៊ូតុងនៅក្នុង Figma មួយវីដេអូនេះទាំងអស់គ្នាដំបូងគឺយើងមាន icon 2 បើសិនជាយើងចង់ធ្វើ animate ប៊ូតុងដែលមានរូបបេះដូងនៅ social media ទូទៅហើយនៅ icon នៅទទេនោះគឺយើងតម្លាក់ opacity វាត្រឹម 50 បានហើយដើម្បីឲ្យវាមើលទៅហ៊ាន sleek ឥឡូវនេះគឺយើងមាន icon 3ហើយយើងត្រូវបង្កើតឲ្យវាទៅជា frame ទាំង3 icon ដើម្បីយើងបង្កើតពួកវាទៅជា component មួយបន្ទាប់ពីយើងចង frame ទាំងនោះទៅជា component ខ្ញុំនឹងចង photo type រូបទី1ទៅនឹងរូបទី2អញ្ចឹងកន្លែង trigger នេះគឺខ្ញុំដាក់ var hovering គឺដើម្បីនៅពេលដែលយើងដាក់មកនៅលើរូបនោះវានឹងបង្ហាញយើងទៅនឹងរូបទី2ដែលរៀងស្លេកជាងរូបទី1ហើយយើងនឹងចង photo type រូបទី2ដាក់ on tab នៅពេលដែលយើងចុចទៅវាឲ្យវារត់រូបបេះដូងពណ៌ក្រហមបន្ទាប់មកគឺយើងចង photo type ពីរូបពណ៌ក្រហមទៅបេះដូងធម្មតាវិញអ្នកទាំងអស់គ្នាអាចធ្វើតាមខ្ញុំបានអញ្ចឹងនៅពេលដែលយើងចង photo type រួចរាល់យើងនឹងបង្កើត frame មួយដើម្បីយើង preview វាអញ្ចឹងយើងត្រូវចូល asset ដើម្បីអូស component នោះយកមកប្រើប្រាស់នៅក្នុង frame បន្ទាប់មកគឺយើង preview frame នោះវានឹងចេញសមិទ្ធផលដែលយើងបានធ្វើមុននេះបន្តិចចឹងវានឹងចេញ icon រូបបេះដូងនៅពេលដែលយើងដាក់មុននេះបន្តិចចឹងនៅពេលយើងដាក់មកពីលើវាគឺវារៀងស្លេកនៅពេលដែលយើងចុចវាចេញមកក្រហមនៅពេលយើងចុចម្ដងទៀតគឺចេញបេះដូងធម្មតា